បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទវីដេអូនេះគឺវីដេអូបញ្យលពាក្យពិបាកអញ្ចឹងបញ្យលពាក្យពិបាកនៅក្នុងនេះមាន7ពាក្យទី1គឺពាក្យផលិតផលថ្នាក់ពាក្យវិជ្ជនាមផ្សព្វផ្សាយថ្នាក់ពាក្យវិជ្ជាកិរិយាផាមួងថ្នាក់ពាក្យវិជ្ជានាមផល្លាថ្នាក់ពាក្យវិជ្ជនាមផ្គត់ផ្គង់ថ្នាក់ពាក្យវិជ្ជាកិរិយាផ្ដាំថ្នាក់ពាក្យវិជ្ជាកិរិយាភ្ញៀវថ្នាក់ពាក្យវិជ្ជានាមបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការបកស្រាយឆ្លើយនៅខាងក្រោមទាំងអស់គ្នាបាទអញ្ចឹងទី1ផលិតផលថ្នាក់ពាក្យវិជ្ជនាមផលដែលកើតឡើងមកពីការប្រកបរបរផ្សេងមានកសិកម្មនិងឧស្សាហកម្មផ្សព្វផ្សាយថ្នាក់ពាក្យវិជ្ជាកិរិយាផ្សាយដោយការប៉ះពាល់ត្រូវផ្សាយសពជ្រួតជ្រាបសពអន្លើបាទអញ្ចឹងផ្សព្វផ្សាយដោយការប៉ះពាល់ត្រូវផ្សាយសពជ្រួតជ្រាបសពអន្លើតមកទៀតផាមួងថ្នាក់ពាក្យវិជ្ជនាមឈ្មោះសម្ពុតសូត្របាទអញ្ចឹងឈ្មោះសម្ពុតសូត្រមួយប្រភេទមានពណ៌លាតផ្សេងសម្រាប់ស្លៀកក្នុងពិធីប្រពៃណីផ្សេងឧទាហរណ៍វាមានកំណើតនៅកម្ពុជារដ្ឋបាទអញ្ចឹងវាមានកំណើតនៅកម្ពុជារដ្ឋហ្នឹងគឺកម្ពុជាមកដល់សពថ្ងៃហ្នឹងប៉ុន្តែពីមុនគឺគេហៅថាកម្ពុជារដ្ឋបាទអញ្ចឹងផាមួងគឺសំដៅទៅលើឈ្មោះសម្ពុតសូត្រមួយប្រភេទមានពណ៌លាតផ្សេងសម្រាប់ស្លៀកក្នុងពិធីប្រពៃណីផ្សេងវាមានកំណើតនៅកម្ពុជារដ្ឋបាទតបន្តទៀតផល្លាបាទណាផល្លាថ្នាក់ពាក្យវិជ្ជនាមផលដំណាំសំខាន់ផលដំណាំបន្ទាប់បន្សំរាយរងផ្សេងបាទអញ្ចឹងផល្លាសំដៅទៅលើផលដំណាំសំខាន់ផលដំណាំបន្ទាប់បន្សំរាយរងផ្សេងបន្តមកទៀតផ្គត់ផ្គង់ថ្នាក់ពាក្យវិជ្ជាកិរិយាគឺទំនុកបំរុងមិនឲ្យខ្វះខាតបាទអញ្ចឹងផ្គត់ផ្គង់គឺសំដៅទៅលើទំនុកបំរុងមិនឲ្យខ្វះខាតបាទបន្តមកទៀតផ្ដាំថ្នាក់ពាក្យវិជ្ជាកិរិយាពាក្យផ្ញើពាក្យបាទអធិស្ឋានផ្ញើពាក្យផ្ញើសម្ដីទុកឲ្យអ្នកទទួលចងចាំហើយធ្វើតាមបាទអញ្ចឹងផ្ដាំសំដៅទៅលើផ្ញើពាក្យដូចយើងផ្ដាំពាក្យផ្ដាំសម្ដីអញ្ចឹងផ្ញើពាក្យផ្ញើសម្ដីទុកឲ្យអ្នកទទួលចងចាំហើយធ្វើតាមភ្ញៀវបាទពាក្យនេះយើងអានថាភ្ញៀវថ្នាក់ពាក្យវិជ្ជនាមអញ្ចឹងភ្ញៀវយើងអាចទៅសេបាន2ប្រភេទគឺយើងទៅសេផជើងញោបាទយើងទៅសេផជើងញោដាក់ស្រអ៊ីនិងវហ្នឹងភ្ញៀវសំដៅទៅលើផ្លែភ្ញៀវតែភ្ញៀវមួយទៀតផជើងញោដាក់ស្រអ៊ីនិងវហ្នឹងភ្ញៀវដែរតែសំដៅទៅលើភ្ញៀវអ្នកចូលរួមសំដៅទៅលើមនុស្សបាទអញ្ចឹងភ្ញៀវនេះគឺភ្ញៀវសំដៅទៅលើផ្លែឈើថ្នាក់ពាក្យវិជ្ជនាមឈ្មោះផ្លែឈើមួយប្រភេទមានផ្លែចេញពីមែកឬពីដើមជាចង្កោមមានរសជាតិជូរអែមឬជូរបរិភោគជាចំណីបាន
បាទអញ្ចឹងភ្ញៀវហ្នឹងគឺសំដៅទៅលើផ្លែភ្ញៀវវិញបាទគឺផ្លែឈើមួយប្រភេទមានផ្លែចេញពីមែកឬពីដើមជាចង្កោមមានរសជាតិជូរអែមឬជូរបរិភោគជាចំណីបានបាទណាបាទអញ្ចឹងនៅក្នុងវីដេអូមេរៀនបញ្ចូលពាក្យនេះគឺមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ